ក្រុមការងារថ្នាក់យុវជនកម្ពុជានាំយកអំណាចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចែកជូនគ្រួសារខ្វះខាតនៅស្រុកអង្គស្នួលកណ្ដាលនាព្រឹកថ្ងៃអាទិត្យទី9ខែសីហាឆ្នាំ2026នេះក្រុមការងារថ្នាក់យុវជនកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមភេងកឹមស្រុនប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន1គ្រួសារនៅស្រុកអង្គស្នួលលោកសេងសុងលីប្រធានប្រតិបត្តិសាខាសមាគមថ្នាក់យុវជនខេត្តកណ្ដាលលោកឈុនតូឡាអនុប្រធានអនុសាខាស្រុកអង្គស្នួលលោកនួនចិត្រាអនុប្រធានអនុសាខាជាតំណាងលោកម៉ៅផល្លាប្រធានប្រតិបត្តិក្រុមការងារថ្នាក់យុវជនថ្នាក់កណ្ដាលបានដឹកនាំក្រុមការងារប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនគ្រួសារខ្វះខាតនៅឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាលកម្មវិធីនេះមានការចូលរួមពីលេខាធិការសមាជិកសមាជិកាសមាគមថ្នាក់យុវជនអនុសាខាស្រុកអង្គស្នួលអំណោយដែលគ្រួសារនីមួយៗទទួលបានរួមមានអង្ករស្ករសអំបិលប៊ីចេងមីត្រីខទឹកសុទ្ធនិងថវិកាមួយចំនួនក្នុងឱកាសនោះដែរលោកសេងសុងលីតាំងនាមឲ្យលោកម៉ៅផល្លាបានពំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាននិងក្រុមការងារទាំងអស់ព្រមទាំងបានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខប្រជាពលរដ្ឋលោកក៏បានអំពាវនាវឲ្យក្រុមការងារនិងសមាជិកទាំងអស់បន្តរួបរวมស្មោះត្រង់និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋស្របតាមទិសដៅរបស់គណៈបកប្រជាជនកម្ពុជាជាមួយគ្នានេះលោកឈុនតូឡាបានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រុមការងារថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តកណ្ដាលក្នុងការបន្តគាំទ្រសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីដឹកនាំនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនដោយឡែកលោកនួនចិត្រាបានសម្ដែងនូវក្តីរីករាយនិងថ្លែងអំណរគុណចំពោះសន្តិភាពព្រមទាំងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារទាំងអស់ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការបំពេញការងារមនុស្សធម៌និងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាទីបញ្ចប់ថ្នាក់ដឹកនាំនិងក្រុមការងារបានគោរពជូនពរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខសុភមង្គលសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចដើម្បីបន្តបម្រើជាតិនិងប្រជាជន